ក្តៅគោកុកផ្អើលចាំអារម្មណ៍ថាស្វាមីតារាស្រីមេអូលីវឺលួចផិតក្បាត់ក្រោយឃើញរំអបថើបស្រីច្រើនអ្នកក្នុងក្លឹបថ្មីនេះស្វាមីតារាសម្ដែងស្រីហុងកុងដ៏ល្បីមេអូលីវឺលោកផេលេបលីកំពុងជួបប្រទះនឹងរឿងអាស្រូវផិតក្បាត់ប្រពន្ធយ៉ាងក្តៅគុកក្រោយកម្រងរូបភាពជាច្រើនបង្ហាញពីសកម្មភាពស្និទ្ធស្នាលអបថើបមនុស្សស្រីច្រើនអ្នកក្នុងក្លឹបរាត្រីមួយកន្លែងត្រូវបានចែកចាយពីពេញបណ្ដាញសង្គមក្នុងប្រទេសចិនតាមសារព័ត៌មាននៅហុងកុងបានឲ្យដឹងថាស្វាមីតារាស្រីមេអូលីវឺថ្មីនេះបានរៀបចំធ្វើខួបកំណើតគម្រប់អាយុ52ឆ្នាំរបស់លោកក្នុងក្លឹបរាត្រីមួយកន្លែងដោយគ្មានវត្តមានប្រពន្ធនិងកូនទាំង3នាក់ឡើយយ៉ាងណាមិញអំឡុងពេលជប់លៀងយ៉ាងសប្បាយរីករាយនោះអ្នកជំនួញប្រុសរូបនេះក៏ត្រូវបានឃើញអបនឹងថើបស្រីដែលចូលរួមកម្មវិធីយ៉ាងស្និទ្ធស្នាលបំផុតរូបភាពទាំងប៉ុន្មានត្រូវបានចែកចាយពីពេញបណ្ដាញសង្គមរហូតធ្វើឲ្យមហាជនជាច្រើនផ្ទុះប្រតិកម្មវែកញែកថាតារាស្រីថតរូបនោះកំពុងត្រូវបានប្តីលួចផិតក្បាត់គួរឲ្យដឹងដែរថានេះមិនមែនជាលើកទី1ឡើយដែលលោកផេលេបលីរងរឿងអាស្រូវស្នេហានេះជាក់ស្ដែងមុនចាប់ដៃរៀបការជាមួយមីអូលីវើក្នុងឆ្នាំ2015លោកគឺផ្ទុះល្បីថាជា Playboy មានចំណងស្នេហ៍ជាមួយស្រីស្អាតជាច្រើនដោយសុទ្ធសឹងជាលំដាប់រងនិងបុរសកញ្ញានៅហុងកុងខណៈរឿងអាស្រូវកំពុងតែក្តៅគុកខាងតារាស្រីមីអូលីវើនិងលោកផេលេបលីនៅរក្សាភាពស្ងៀមស្ងាត់ដោយមិនទាន់មានការឆ្លើយតបអ្វីឡើយជុំវិញបញ្ហានេះទាំងអ្នកគាំទ្ររបស់ពួកគេកំពុងអន្ទះអន្ទែងចង់ដឹងការឆ្លើយតបបកស្រាយច្បាស់